លោកហ៊ុនសែនថាការសម្ដែងដើរតួជាជនជាតិឥស្លាមក្នុងពិធីបុកល័ក្តពុំមានចំណុចណាជាការប្រមាថតែមានខ្លឹមសារស៊ីជម្រៅលើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនាប្រធានព្រឹទ្ធសភានៃកម្ពុជាសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថាការសម្ដែងដើរតួជាជនជាតិឥស្លាមក្នុងពិធីបុកល័ក្តពុំមានចំណុចឬឈុតឆាកណាមួយជាការប្រមាថនោះទេតែផ្ទុយវិញមានខ្លឹមសារស៊ីជម្រៅខ្លាំងលើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនាដែលប្រទេសកម្ពុជាគ្មានចំនួនជាតិសាសន៍និងសាសនានោះទេសម្ដេចតេជោហ៊ុនសែនបានសរសេរនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចចំពោះបញ្ហានេះបន្ទាប់ពីសម្ដេចបានឃើញពីការបំភ្លឺរបស់អ្នកនាងខាត់សុខីមជាពិសេសសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌វិចិត្រសិល្បៈកាលពីថ្ងៃច័ន្ទពាក់ព័ន្ធនឹងពិធីបុកល័ក្តនេះដោយក្រសួងមើលឃើញថាមានការប្រើពាក្យពេចន៍កាយវិការនិងសម្លៀកបំពាក់មិនសមរម្យប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផងនិងដល់ទំនៀមទម្លាប់សាសនាឥស្លាមផងដោយមើលឃើញពីកំហុសឆ្គងនេះក្រសួងវប្បធម៌បានអំពាវនាវដល់គ្រប់អ្នកសិល្បៈនិងអ្នករៀបចំពិធីសូមព្យាយាមរក្សាឲ្យបាននូវការគោរពនិងការអនុវត្តតាមពិធីដើមនៃមង្គលការដោយជៀសវាងឲ្យបាននូវការកែច្នៃដែលប្រជាពីទំនៀមទម្លាប់ដើមជាពិសេសការប្រើប្រាស់ពាក្យសម្ដីកាយវិការនិងសម្លៀកបំពាក់ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់នៃជំនឿនិងសាសនារបស់សហគមន៍និងជាតិសាសន៍នានាប៉ុន្តែជុំវិញបញ្ហានេះសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់តាមសំណេររបស់សម្ដេចកាលពីម៉ោង 2 ទៀបភ្លឺនៅថ្ងៃទី 24 កុម្ភៈនេះថាខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឲ្យបានច្បាស់នៅចំណុចនេះព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជាការប្រមាថឬមើលងាយមើលថោកនោះទេតែផ្ទុយទៅវិញមានខ្លឹមសារស៊ីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនាបងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរដែលទៅរកល័ក្តនៅពេលឆ្លងទឹកប្រធានព្រឹទ្ធសភាសម្ដេចតេជោហ៊ុនសែនបានឲ្យដឹងទៀតថាតាំងពីធំដឹងក្តីមកសម្ដេចតែងតែចូលរួមពិធីបុកល័ក្តសម្រាប់អ្នកស្គាល់គ្នាហើយសម្ដេចតែងតែរៀបចំឲ្យមានពិធីបុកល័ក្តនេះនៅក្នុងមង្គលការកូនៗរបស់សម្ដេចចាប់ផ្ដើមតាំងពីឆ្នាំ1999មកម្ល៉េះសម្ដេចសង្កត់ធ្ងន់ថាកូនទាំង5របស់ខ្ញុំសុទ្ធតែធ្វើពិធីបុកល័ក្តដែលមានអ្នកដើរតួជាជនជាតិឥស្លាមចូលរួមដោយសម័យមុនដែរសម្ដេចតេជោហ៊ុនសែនបានបន្ថែមថាខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់និងអ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់គឺសាមគ្គីភាពជាតិសាសន៍និងសាសនាដែលប្រទេសយើងគ្មានចំនួនជាតិសាសន៍និងសាសនានោះទេខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលដែលសេះចេញផុតពីក្រោល